William Osler គឺជាបុគ្គលម្នាក់ដែលអាចផ្លាស់ប្ដូរជីវិតរបស់ខ្លួនឲ្យរួចផុតពីទុក្ខកង្វល់ដោយសារតែពាក្យសម្ដីមួយឃ្លាដែលមានសេចក្តីថាភារកិច្ចរបស់យើងគឺមិនមើលវត្ថុអ្វីដែលឃើញព្រាលនៅពីចម្ងាយនោះទេតែត្រូវប្រតិបត្តិនៅអ្វីដែលឃើញជាក់ស្ដែងនៅក្បែរខ្លួន42ឆ្នាំក្រោយមកនារាត្រីនៃរដូវស្លឹកឈើលាស់ដ៏ស្រទន់កណ្ដាលទីធ្លានៃមហាវិទ្យាល័យ William Osler បានថ្លែងសន្ទរកថានៅចំពោះមុខនិស្សិតនៃមហាវិទ្យាល័យបដិសេធអំពីពាក្យចចាមអារាមដែលថា Osler គឺជាគ្រូបង្រៀន4មហាវិទ្យាល័យសរសេរសៀវភៅមួយក្បាលដ៏ល្បីរន្ទឺគឺដោយសារតែគេមានគូក្បាលអច្ឆរិយៈវាគឺជារឿងមិនពិតទេគាត់បានបញ្ជាក់ថាមិត្តគ្រប់រូបរបស់គាត់សុទ្ធតែដឹងច្បាស់ថាគាត់មានគូក្បាលធម្មតាដូចគេឯងគ្រប់គ្នាតើអ្វីទៅជាគន្លឹះសំខាន់នៃជោគជ័យរបស់គាត់បានប្រាប់ថាត្រូវអនុវត្តដំណើរជីវិតក្នុងថ្ងៃនេះឲ្យបានល្អគាត់ចង់សម្ដៅថាចូលរៀនសូត្រពីវិធីប្រើជីវិតក្នុងបន្ទប់ដែលមានតែថ្ងៃនេះគឺជាវិធីដែលជួយអ្នកទាំងអស់គ្នាពុះពៀឧបសគ្គផ្សេងៗនៅក្នុងជីវិតដោយសុវត្ថិភាពក្នុងទូនីតិជាកាពីតានីវាសូមបងប្អូនចូលទៅក្នុងបន្ទប់បញ្ជាការត្រួតពិនិត្យមើលឲ្យសពគ្រប់ឬយ៉ាងហោចណាស់ត្រូវត្រួតពិនិត្យប្រឡោះការពារទឹកនៅនឹងបាតនីវាថាតើវាស្ថិតនៅក្នុងភាពជាប្រក្រតីដែរឬទេយើងទាំងអស់គ្នាត្រូវពិនិត្យមើលខ្លួនឯងថាតើយើងស្ថិតនៅក្នុងស្ថានភាពប្រក្រតីជានិច្ចដែរឬទេហើយត្រូវប្រកាន់ភ្ជាប់ថាអ្វីដែលកើតឡើងកាលពីម្សិលមិញគឺជារឿងដែលកន្លងផុតរួចទៅហើយបិទឆាកចោលទៅឯអនាគតដែលមិនទាន់មកដល់ត្រូវយករនាំងដែកមករាំងវាឲ្យជាប់អនាគតគ្រាន់តែជាអ្វីដែលមិនទាន់មកដល់និងមិនទាន់មានរូបរាងពិតប្រាកដនោះទេកាលបងប្អូនអាចអនុវត្តដូច្នេះបានហើយបងប្អូននឹងមានសុវត្ថិភាពនិងមានសុវត្ថិភាពពិតប្រាកដនៅក្នុងថ្ងៃនេះបិទចោលរឿងអតីតកាលទុកចោលអតីតកាលជាសាកសពដែលគេយកវាទៅកប់ចោលហើយទៅចោះបិទចោលរឿងពីម្សិលមិញដែលបងប្អូនឆ្លងកាត់មកយ៉ាងល្ងងខ្លៅនោះឲ្យអស់ទៅរឿងថ្ងៃស្អែកនិងរឿងពីម្សិលមិញកុំយកមកអនុវត្តនៅក្នុងថ្ងៃនេះបើមិនដូច្នេះទេវានឹងនាំឲ្យវឹកបោច្របូកច្របល់ធ្ងន់ធ្ងរជាមិនខានបិទអនាគតនិងអតីតកាលជាប់អនាគតគឺថ្ងៃនេះមិនមែនថ្ងៃស្អែកទេសូមអ្នកទាំងអស់គ្នាដឹងខ្លួនចាប់ពីពេលនេះទៅអ្នកដែលព្រួយបារម្ភពីអនាគតនឹងធ្វើឲ្យសមត្ថភាពចុះខ្សោយគំនិតចិត្តគំនិតវល់រសាប់រសល់ដោយសារទុក្ខកង្វល់សូមអ្នកទាំងអស់គ្នាបំភ្លេចវាចោលទៅឲ្យអស់ទាំងអនាគតនិងអតីតកាលហើយរៀបចំបណ្ដោះនិស្ស័យនៃការមានជីវិតរស់នៅក្នុងបន្ទប់ដែលមានត្រឹមតែថ្ងៃនេះបានហើយលោកគ្រូពេទ្យ Osler ចាំមានន័យថាយើងមិនចាំបាច់ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែកឬអនាគតដូច្នេះឬវាពុំមែនដូច្នេះទេគាត់បានពោលបន្តថាដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃស្អែកគឺត្រូវប្រមូលកម្លាំងកាយចិត្តបំពេញកិច្ចការនៅក្នុងថ្ងៃនេះឲ្យអស់ពីសមត្ថភាពដើម្បីឲ្យយើងសម្រេចលទ្ធផលបានខ្ពស់បំផុតនោះមានន័យថាយើងបានត្រៀមខ្លួនយ៉ាងល្អសម្រាប់អនាគតរួចហើយ William Osler បានរំលឹកដល់និស្សិតមហាវិទ្យាល័យ Yale ថាក្រោយពីព្រឹកព្រលឹមកុំភ្លេចបន់ស្រន់ព្រះជាម្ចាស់ថាសូមផ្ដល់នំប៉័ងសម្រាប់ថ្ងៃនេះដល់ខ្ញុំព្រះអង្គផងបន់ស្រន់សូមនំប៉័ងសម្រាប់តែថ្ងៃនេះប៉ុណ្ណោះហើយមិនត្រូវដំអូនរៀបរាប់ទុកសោកថាបរិភោគនំប៉័ងផ្អូមពីម្សិលមិញចុកពោះឬក៏មិនត្រូវបន់ស្រន់ថាព្រះអង្គម្ចាស់អើយឆ្នាំមុនរងគ្រោះស្ងួតរាំងស្ងួតគ្មានទឹកពោស្រែឆ្នាំនេះប្រហែលជារាំងស្ងួតដូចឆ្នាំមុនទៀតហើយហេតុនេះតើខ្ញុំព្រះអង្គបានអ្វីទទួលទាននៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះឬដំបូងថាព្រះអង្គម្ចាស់អើយបើខ្ញុំត្រូវគេបញ្ឈប់ពីការងារតើខ្ញុំព្រះអង្គនឹងបាននំប៉័ងពីណាមកទទួលទានដូច្នេះទេអំពីការបន់ស្រន់ព្រះជាម្ចាស់ព្រះអង្គប្រដៅឲ្យយើងសូត្របន់ស្រន់សុំនំប៉័ងសម្រាប់តែថ្ងៃនេះប៉ុណ្ណោះនំប៉័ងថ្ងៃនេះគឺជានំប៉័ងមួយប្រភេទកុដដែលលោកអ្នកបរិភោគដើម្បីទ្រទ្រង់ជីវិតមានអ្នកប្រាជ្ញម្នាក់បានទុកពំនោលដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់គ្រប់យុគសម័យរាប់សតវត្សមកហើយគឺមិនចាំបាច់បារម្ភពីថ្ងៃស្អែកទេថ្ងៃស្អែកវាចេះគិតគូរខ្លួនវាហើយទ្រាំទ្រថ្ងៃនេះឲ្យបាននឹងគ្មានរឿងអាក្រក់អ្វីមកបៀតបៀនទៀតឡើយមិនចាំបាច់យករឿងថ្ងៃស្អែកមកបន្ថែមទម្ងន់ដល់ថ្ងៃនេះធ្វើអ្វីពាក្យថាមិនបាច់បារម្ភពីថ្ងៃស្អែកមិនមែនមានន័យថាអ្នកមិនចាំបាច់គិតខ្វល់អំពីថ្ងៃស្អែកនោះទេតែវាមានន័យថាសូមអ្នកគិតឲ្យល្អិតល្អន់ហើយត្រៀមផែនការឲ្យបានល្អតែពុំមែនជាការគិតខ្វល់ខ្វាយនោះឡើយនៅក្នុងសង្គ្រាមអ្នកដឹកនាំយោធារបស់សហរដ្ឋរៀបផែនការសម្រាប់ថ្ងៃស្អែកឬថ្ងៃខាងមុខតែពុំមែនសំដៅដល់ការគិតខ្វល់ខ្វាយអ្វីឡើយលោកឧត្តមនាវី Ernest J. King បញ្ជាតបជើងទឹកសហរដ្ឋនិយាយថាខ្ញុំផ្ដល់អាវុធល្អបំផុតទៅដល់យុវជនដ៏ឆ្នើមបំផុតហើយប្រើពួកគេទាំងនោះឲ្យបំពេញតួនាទីដែលពួកគេមានអារម្មណ៍ថាខ្លួនបានទទួលបញ្ជាឲ្យបំពេញបេសកកម្ម
ដោយសារសមបំផុតនោះគឺជាវិធីដែលខ្ញុំអនុវត្តប្រសិនបើទូកលិចឧត្តមសេនីយ៍ King ពោលថាប៉ុន្តែខ្ញុំជាប្រកាសជាមិនអាចស្រង់វាឡើងលើទឹកបាននោះទេបើវាកំពុងតែលិចខ្ញុំក៏មិនអាចទប់ស្កាត់វាបានដែរដូច្នេះខ្ញុំនឹងប្រើពេលវេលារបស់ខ្ញុំដើម្បីដោះស្រាយបញ្ហាផ្សេងៗសម្រាប់ថ្ងៃស្អែកល្អជាជាងមកអង្គុយការទុកសោកស្ដាយអំពីកំហុសកាលពីម្សិលមិញបើខ្ញុំត្រូវបណ្ដាលឲ្យទុកសោកមកសន្ធិដ្ឋនៅក្នុងខ្លួនខ្ញុំមុខជាអាយុខ្លីហើយទោះជាក្នុងពេលសង្គ្រាមវាសន្តិភាពក៏ដោយការនឹកគិតទៅលើផ្លូវល្អអាក្រក់គឺជារឿងពិតដែលនាំឲ្យការជាផលខុសគ្នាហេតុនេះអ្នកដែលគិតមកផ្លូវអាក្រក់តែងតែនាំខ្លួនឲ្យធ្លាក់ទៅរកក្តីរស័ព្ទរសល់ទ្រុឌទ្រោមមានជំងឺសរសៃប្រសាទបាត់បង់ទាំងកម្លាំងកាយចិត្តជាដើមម្ចាស់សារព័ត៌មាន New York Times ដ៏ល្បីឈ្មោះបំផុតគឺលោក Alberger គាត់បានយកឈ្នះសង្គ្រាមលោកលើកទី2ក្តីទុក្ខលំបាកដែលគាត់ជួបប្រទះនៅក្នុងកំឡុងសង្គ្រាមលោកលើកទី2គឺគាត់បានផ្លាស់ប្ដូរខ្លួនឯងឲ្យបំភ្លេចទុក្ខហើយលទ្ធផលមិនអាចផ្លាស់ប្ដូរម្ចាស់សារព័ត៌មានដ៏ល្បីឈ្មោះ New York Times គឺលោក Alberger បានយកឈ្នះក្តីទុក្ខលំបាកកាលពីកំឡុងសង្គ្រាមលោកលើកទី2ដោយលោកសូត្របទចម្រៀងដែលមានសេចក្តីថាមួយជំហានក៏គ្រប់គ្រាន់ហើយសម្រាប់ទូបង្គំចំណែកឯលោក Ted ដែលការទុក្ខរីងរៃដោយសារតែពោះវៀនធំផ្នែកកណ្ដាលរបស់លោកច្របាច់ឈ្មោះកំណត់ជារយៈដែលធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំងបានទទួលការអប់រំពីគ្រូពេទ្យថាសូមលោកកថាជីវិតរបស់លោកប្រៀបដូចជាកែវនីលកាខ្សាច់ដែលគេប្រើសម្រាប់វាស់ពេលវេលាកាលពីសម័យដើមដូច្នេះលោកដឹងហើយមែនទេថាវាមានគ្រាប់ខ្សាច់ល្អិតៗនៅផ្នែកខាងលើរាប់សែនគ្រាប់ខ្សាច់ទាំងនោះក៏បន្តគ្នាធ្លាក់ខ្លួនម្ដងមួយគ្រាប់ឆ្លងកាត់កស្រួយផ្នែកកណ្ដាលនៃកែវនោះលោកឬខ្ញុំសុទ្ធតែមិនអាចធ្វើឲ្យខ្សាច់នោះឆ្លងកាត់ដបកែវនោះបានលើសពីមួយគ្រាប់ឡើយក្រៅពីធ្វើឲ្យកែវនោះបែកឬក៏ខូចខាតប៉ុណ្ណោះមិនថាជាលោកឬខ្ញុំឬជាអ្នកណាក៏ដោយគឺមិនខុសពីកែវនីលកាខ្សាច់នេះឡើយប្រឡំឡើងពេលចាប់ដើមបំពេញការងារយើងតែងតែគិតថាថ្ងៃនេះខ្ញុំមានភារកិច្ចរាប់រយជំពូកដែលត្រូវបំពេញឲ្យរួចរាល់ហើយនេះដើម្បីការពារខ្លួនត្រានយើងកុំឲ្យឆាប់ទ្រុឌទ្រោមនិងខូចអារម្មណ៍យើងត្រូវបំពេញកិច្ចការម្ដងមួយមុខមិនមែនប្រមូលច្រើនមុខមកធ្វើតែមួយពេលឲ្យហើយនោះទេគឺធ្វើឲ្យដូចគ្រាប់ខ្សាច់ដែលធ្លាក់ឆ្លងកាត់កដបនោះឯងគឺធ្លាក់ម្ដងមួយគ្រាប់ដូច្នេះគឺយើងត្រូវធ្វើការម្ដងមួយមុខជីវិតប្រចាំថ្ងៃក្នុងបច្ចុប្បន្ននេះមានករណីសង្កេតគួរឲ្យភ័យខ្លាចម្យ៉ាងគឺជាងពាក់កណ្ដាលនៃក្រែអ្នកជំងឺនៅតាមមន្ទីរពេទ្យផ្សេងៗដាក់ពេញទៅដោយអ្នកជំងឺសរសៃប្រសាទនិងជំងឺផ្លូវចិត្តដែលកើតឡើងអំពីទុក្ខកង្វល់នេះឯងអ្នកជំងឺដែលធ្លាក់ខ្លួនឈឺបាត់បង់ស្មារតីបណ្ដាលមកពីការទុក្ខមានចំនួនច្រើនកើនឡើងជាលំដាប់ឯការព្រួយបារម្ភពីអនាគតនេះតាមពិតទៅអ្នកជំងឺទាំងនោះសុទ្ធតែមានលទ្ធភាពអាចដើរលេងនៅតាមថ្នល់ដោយទឹកមុខស្រស់បោះបានបើសិនមកពួកគេជឿលើពាក្យសម្ដីដែលនិយាយថាកុំគិតខ្វល់អំពីថ្ងៃស្អែកនិងពាក្យសម្ដីរបស់ William Osler ដែលថាចូលមានជីវិតរស់នៅក្នុងបន្ទប់ដែលមានតែថ្ងៃនេះលោកអ្នកដឹងទេអតីតកាលបានកន្លងផុតជាច្រើនអន្លន់មកហើយអនាគតក៏ជាអ្វីដែលមិនតន់បង្ហាញរូបរាងហើយមិនដឹងជានៅយូរអង្វែងដល់កម្រិតណាក៏គ្មាននរណាដឹងដូច្នេះហើយយើងគួរតែពេញចិត្តនឹងកំឡុងពេលដែលយើងកំពុងតែមានជីវិតនោះគឺក្នុងថ្ងៃនីមួយៗយើងគួរតែមានសេចក្តីសុខពេញមួយថ្ងៃរហូតដល់ពេលដែលយើងគេងលក់អ្នកនិពន្ធជនជាតិស្កុតឡង់ដែលមានឈ្មោះថា Robert Louis Stevenson បាននិយាយថាបុគ្គលមានសេចក្តីសុខគឺជាអ្នកដែលអត់ធ្មត់ចំពោះភារកិច្ចរបស់ខ្លួនទោះបីជាអំរែកធ្ងន់កម្រិតណាពេញមួយថ្ងៃគេត្រូវមានជីវិតពោរពេញដោយក្តីរីករាយឧស្សាហ៍ព្យាយាមរស់រាយស្រស់ស្រាយរហូតដល់ព្រះអាទិត្យអស់រស្មីនាងអត្ថបទមួយបានសរសេរថាមនុស្សឆ្លាតតែងតែចាត់ទុកថាថ្ងៃនីមួយៗគឺជាជីវិតថ្មីរបស់ខ្លួនវាបានសេចក្តីថាអ្នកមិនចាំបាច់ខ្វល់ខ្វាយអំពីអនាគតហើយក៏មិនចាំបាច់ខ្វល់ខ្វាយអំពីអតីតកាលដែលកន្លងផុតហើយនោះទេសោកនាកម្មដ៏គួរឲ្យរន្ធត់បំផុតម្យ៉ាងអំពីធម្មជាតិរបស់មនុស្សតាមដែលយើងធ្លាប់ដឹងនិងជួបប្រទះមកគឺមនុស្សតែងតែមិនពេញចិត្តនឹងសភាពពិតក្នុងពេលបច្ចុប្បន្នរបស់ខ្លួនហើយតែងតែគិតស្រមៃទៅរកឧស្សាហ៍សួគ៌ដែលនៅឆ្ងាយហួសពីជើងមេឃទន្ទឹងនឹងត្រូវងាកមករីករាយក្រេបយកក្លិនកុលាបដែលកំពុងរីកស្គុះស្គាយមានក្លិនពីដោឈ្ងុយឈ្ងប់នៅក្បែរមាត់បង្អួចនាពេលព្រឹកព្រលឹមនេះទៅវិញលោកអ្នកដឹងទេការប្រើជីវិតឲ្យរីករាយស្រស់ស្រាយជារៀងរាល់ថ្ងៃនិងជារៀងរាល់ម៉ោងនោះគឺជាសេចក្តីសុខដែលកាត់ថ្លៃមិនបានឡើយនៅក្នុងโลกនេះអ្វីៗគ្រប់យ៉ាងសុទ្ធតែផ្លាស់ប្ដូរលើកលែងតែច្បាប់នៃការផ្លាស់ប្ដូរប៉ុណ្ណោះដែលមិនផ្លាស់ប្ដូរអ្នកមិនអាចងូតទឹកឲ្យបាន2ដងក្នុងទន្លេដដែលបានទេពីព្រោះថាទឹកនៅក្នុង
ដងទន្លេផ្លាស់ប្ដូរគ្រប់វិនាទីទឹកថ្មីតែងតែមកជំនួសក្នុងដងទន្លេចាស់ជានិច្ចឯមនុស្សក៏ដូចគ្នាដែរគេអាចផ្លាស់ប្ដូរចិត្តថាងូតឬមិនងូតទឹកទៀតផងជីវិតមនុស្សស្ថិតនៅក្រោមចរន្តនៃការផ្លាស់ប្ដូរមិនចេះចប់មិនចេះហើយតែអ្វីដែលប្រកបជាបំផុតនោះគឺថ្ងៃនេះដូច្នេះហេតុអ្វីក៏លោកអ្នកព្យាយាមបំផ្លាញសម្រស់ដ៏ស្រស់ត្រកាលនៃការមានជីវិតរស់នៅក្នុងថ្ងៃនេះឲ្យក្រៀមស្រពោនដោយប្រមូលយកបញ្ហាស្មុគស្មាញទាំងឡាយនាពេលអនាគតដែលពោរពេញទៅដោយការផ្លាស់ប្ដូរនិងមានភាពបញ្ជាក់លាក់រាប់រយចម្ពោះដែលយើងមិនអាចព្យាករណ៍បាននោះមកធ្វើឲ្យអំពើទុកធ្វើអ្វីមានសុភាសិតរ៉ូម៉ាំងមួយពោលថាស្រវាចាប់ថ្ងៃនេះឲ្យជាប់ពិតប្រាកដណាស់ស្រវាចាប់ថ្ងៃនេះឲ្យជាប់ហើយវានឹងមានប្រយោជន៍បំផុតសម្រាប់ខ្លួនអ្នករីករាយស្វាគមន៍នឹងទិវាថ្មីសូមស្វាគមន៍ទទួលថ្ងៃនេះសម្រាប់ជីវិតដ៏ស្រស់បំព្រងក្នុងកំឡុងពេលដ៏ខ្លីថ្ងៃនេះទទួលការពិតសម្រាប់ជីវិតរបស់អ្នកដែលពោរពេញដោយក្តីសុខមនោរម្យប្រព្រឹត្តអំពើដ៏គួរឲ្យគោរពលើកតម្កើងទទួលជោគជ័យដ៏ត្រចះត្រចង់មិនសមគ្រាន់តែជាការយល់សប្តិឯថ្ងៃស្អែកគ្រាន់តែជាការស្រមើស្រមៃមានតែក្តីសុខក្នុងថ្ងៃនេះប៉ុណ្ណោះដែលធ្វើឲ្យថ្ងៃមិនសមក្លាយជាសុបិនល្អនិងធ្វើឲ្យរាល់ថ្ងៃស្អែកក្លាយជាការស្រមើស្រមៃដ៏ពោរពេញដោយក្តីសង្ឃឹមចូលរីករាយស្វាគមន៍ក្នុងថ្ងៃនេះប្រការដំបូងដែលលោកអ្នកគួរស្វែងយល់អំពីរឿងទុក្ខប្រសិនបើលោកអ្នកចង់រំដោះជីវិតឲ្យរួចផុតពីទុក្ខសូមលោកអ្នកប្រតិបត្តិតាមដំបូន្មានរបស់ William Osler ដែលថាយករនាំងដែករាំងអតីតកាលនិងអនាគតឲ្យចិត្តចូលប្រើជីវិតដែលមានតែចូលប្រើជីវិតនៅក្នុងបន្ទប់ដែលមានតែថ្ងៃនេះប៉ុណ្ណោះសូមសាកសួរចំពោះខ្លួនឯងហើយសរសេរចម្លើយនៅលើក្រដាសសាកលោមើលទី1តើខ្ញុំពេញចិត្តនឹងជីវិតរបស់ខ្ញុំសប្តាហ៍ថ្ងៃដោយសារតែព្រួយបារម្ភពីរឿងអនាគតឬស្រមើស្រមៃទៅដល់អូសៀនសួគ៌ដែលនៅជើងមេឃមែនឬទេទី2តើខ្ញុំធ្លាប់បានយករឿងសោកស្ដាយដែលកន្លងផុតហើយមកគិតខ្វល់ខ្វាយនាំឲ្យពិបាកចិត្តដល់ខ្លួនដែរឬទេទី3តើខ្ញុំគួរក្រោកព្រឹកឡើងដើម្បីស្រវាចាប់ថ្ងៃនេះឲ្យជាប់ដើម្បីក្រេបយកក្តីសុខមនោរម្យខ្លាំងបំផុតឲ្យជីវិតក្នុងថ្ងៃនេះបានពេញទាំង24ម៉ោងដែរឬទេទី4តើខ្ញុំអាចបង្កក្តីសុខដោយការមានជីវិតក្នុងថ្ងៃនេះបានដែរឬទេទី5តើខ្ញុំចាប់ផ្ដើមអនុវត្តតាមវិធីនេះ